បាទសួស្តីបងប្អូនគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនអរគ្នាបន្តិចពាក់ព័ន្ធនឹងកម្មវិធី EACF ដែលជាកម្មវិធីមួយដែលបង្កើតឡើងដោយអាជ្ញាធរអគ្គិសនីកម្ពុជាហើយសម្រាប់អ្នកប្រើប្រាស់នៅអគ្គិសនីឯកជនទូទាំងប្រទេសប្រើប្រាស់តែម្ដងបាទសម្រាប់បងប្អូនគ្នាដែលប្រើប្រាស់ជាមួយនឹង EDC គឺយើងប្រើជាមួយនឹង EDC app បាទដែលយើងហៅថាអគ្គិសនីកម្ពុជាហ្នឹងគឺយើងប្រើជាមួយនឹងកម្មវិធី EDC appនេះ EDC ហ្នឹងណានេះវានេះបាទខ្ញុំមានក្នុង2ហ្នឹងហើយសម្រាប់អ្នកប្រើប្រាស់អគ្គិសនីឯកជនទូទាំងប្រទេសគឺយើងត្រូវតែប្រើជាមួយនឹងកម្មវិធី EACF បាទអញ្ចឹងខ្ញុំបង្ហាញបន្តិចអញ្ចឹងក្នុងកម្មវិធី EACF ហ្នឹងគឺយើងអាចភ្ជាប់វិក័យប័ត្រច្រើនបានបាទដូចខ្ញុំមាន3ផ្ទះអញ្ចឹងគឺខ្ញុំភ្ជាប់3ផ្ទះចូលក្នុងទូរស័ព្ទតែមួយបាទគ្រាន់តែមានវិក័យប័ត្រមួយផ្ទះ2មកផ្គុំចូលគ្នាបានណាបងអាចភ្ជាប់បានហើយគឺយើងអាច add ឡើងនេះបាទ add បន្ថែមបានខ្ញុំមានផ្ទះមួយទៀតខ្ញុំអាច add បន្ថែមទៀតបាននៅពេលដែល add ទៅវាធ្វើការដាក់លេខសម្ងាត់ហើយជាមួយនឹងលេខវិក័យប័ត្រអគ្គិសនីរបស់យើងបាទចំណុចទី1ចំណុចទី2គឺយើងអាចទទួលបានសារជូនដំណឹងផ្សេងតាមរយៈ Telegram ហើយចំណុចទី3ពិសេសជាងគេហ្នឹងគឺពាក់ព័ន្ធនឹងការបង់ប្រាក់តែម្ដងអញ្ចឹងយើងអាចបង់ប្រាក់តាមរយៈកម្មវិធី EACF តាមរយៈធនាគារ ACDA និងតាមរយៈ QR code បាទ QR code ហ្នឹងបងប្អូនមានធនាគារណាក៏បង់បានដែរគឺយើង down QR code ហ្នឹងមកយើងធ្វើការបង់តាមធនាគារណាដែលយើងមានតែម្ដងបាទនិយាយទៅគឺក្នុងអគ្គិសនី EACF នេះគឺមាន2ទី1ធនាគារ ACDA ទី2 QR code អញ្ចឹងបងប្អូននេះមានធនាគារណាក៏បង់បានដែរគ្រាន់តែ down QR code ហ្នឹងមកគឺបង់ប្រាក់តែម្ដងគឺវាភ្ជាប់ជាមួយទឹកលុយយើងទៅតែម្ដងបាទហើយបើសិនជាវាបង់រួចគឺកន្លែងនេះវាបង្ហាញថាយើងបង់រួចរាល់អញ្ចឹងណាបាទអរគុណហើយកន្លែងនេះទៀតបងប្អូននេះអាចនេះខ្ញុំបង្ហាញតិចបងប្អូនខ្លះគាត់ចង់បានវិក័យប័ត្រនេះកន្លែងវិក័យប័ត្របងប្អូនចុចកន្លែងនេះចុចកន្លែងហ្នឹងមកនេះវិក័យប័ត្រណាមួយអញ្ចឹងនេះមួយខែអញ្ចឹងបងប្អូនចង់បានអាហ្នឹងចុចអាហ្នឹងមកនេះតែមិនមែនជាกระดาษដូចស្លឹកអគ្គិសនីយើងទទួលពីសេវាករទេអត់ទេវាចេញបែបនេះបងប្អូនចង់ download ក៏បាន download មកវាចេញមួយខ្សែអញ្ចឹងអូខេបាទវាអត់ទាន់ update ទៅជា digital លក្ខណៈដូច EDC ទេប៉ុន្តែយើងអាចទទួលបានប៉ុណ្នេះមួយទៀតពាក់ព័ន្ធនឹង6ខែយើងអាចមើលបានប្រវត្តិ6ខែនេះវិក័យប័ត្រ6ខែហើយខាងក្រោមកម្មពិសេសហ្នឹងគឺយើងអាចផ្ទៀងផ្ទាត់ប្រៀបធៀបរវាងការប្រើប្រាស់អគ្គិសនីខែហ្នឹងឆ្នាំមុនបាទអញ្ចឹងយើងអាចបង្ហាញ2025 2026មានថាបង្ហាញ12ខែចុងក្រោយគឺយើងការប្រើប្រាស់របស់យើងនេះអញ្ចឹងវាការកត់ត្រាយើងខាងក្រោមក៏មានដែរអញ្ចឹងបងប្អូនខ្លះក៏ឆ្ងល់ថាភ្លើងខែនឹងឡើងថ្លៃឡើងច្រើនយើងទៅប្រៀបផ្ទឹមជាមួយនឹងឆ្នាំមុនមកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមានមួយទៀតនេះចូលមកហើយយើងអស់មកក្រោមគឺអាចផ្ទឹមបានហើយថាឆ្នាំហ្នឹងខែមុនចំណុំហ្នឹងខែហ្នឹងឆ្នាំមុនតើវាប្រើលើសជាងហ្នឹងឬក៏តិចជាងហ្នឹងបងប្អូនឃើញទេខែហ្នឹងឆ្នាំមុនខ្ញុំប្រើតិចជាងឆ្នាំមុនទៀតបាទអានេះវាឡើងចុះអញ្ចឹងទៅហើយមួយផ្ទះទៀតក៏យើងអាច switch ស្រួលពិនិត្យស្រួលជាងបាទយើងអាចផ្ទឹមបាននេះឃើញទេចង់មើលផ្ទះណាក៏ switch វាទៅចុចមកវារយមកវិញមកបាទហើយមួយទៀតបងប្អូននេះចង់ប្រើសេវាកម្មតាមរយៈទូរស័ព្ទដៃក៏បាននេះមានបន្តចរន្តថ្មីតម្លើងបដូរព័ត៌មានរាយការណ៍បញ្ហាមានថាបើសិនជាមានករណីដាច់ភ្លើងនៅតំបន់បងប្អូននេះបងប្អូនរាយការណ៍ប្រាប់ទៅសេវាករបានបើសិនជាថា5នាទី10នាទីភ្លើងមកវិញយើងអាចរាយការណ៍បានថានៅតំបន់នេះមានការធ្លាក់ធាងដូងធ្លៀងថ្នោតប៉ះខ្សែដាច់ខ្សែអញ្ចឹងទៅបងប្អូនបង្ហាញគេទៅគេមកពិនិត្យបាទឬក៏បងប្អូនតេតាមលេខទូរស័ព្ទនៅលើ hotline វិក័យប័ត្រក៏បានដែរអានេះគ្រាន់តែ digital គឺយើងអាចផ្ដល់ព័ត៌មានឲ្យបានតែបងប្អូនមិនចាំបាច់ទេគឺយើងអាចផ្ដល់ទៅគឺទទួលបានដូចគ្នាបាទអរគុណច្រើនអញ្ចឹងបងប្អូនអាចប្រើប្រាស់ងាយបាទសំខាន់ជាងគេគឺខ្ញុំណែនាំឲ្យបងប្អូនប្រើកម្មវិធីនេះដើម្បីបង់លុយងាយស្រួលបាទឥឡូវមាន QR code ទៀតកាន់តែងាយជាងមុន